មុនដំបូងខ្ញុំរៀបចំកន្លែងរៀបចំសម្រាប់មួយចំអីដល់ពេលខ្ញុំឃើញឆ្អឹងបន្តិចខ្ញុំទាញចាញ់មកស្រាប់តែចាញ់មកទាំងអស់បរយចេញមកទាំងអស់ហ្មងចាញ់មកខោចេញមកអីឆ្អឹងចុះអូនលក់នឹងយូរណាស់អូនលក់ហើយ4ខែ5ខែហើយតែមិនដើរចាប់អារម្មណ៍ទេអត់ដើរធំខ្លួនអត់ដើរបាទសូមគោរពនឹងអនុញ្ញាតជម្រាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាបាទថ្ងៃនេះដែរបាទខ្ញុំបាទវងស្រថាបាទប្រមាញ់សុំមួយអង្គភាពផ្សារព័ត៌មានបាទប្រមាញ់ដែន BMC News បាទក៏បានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថាបានឃើញគ្រោងចឹងបាទនៅក្នុងជំនួសបាទគ្រោងចឹងសាកសពតែក៏យើងអត់ទាន់សន្និដ្ឋានថាជាប្រុសឬមួយស្រីទេឥឡូវខាងសមាជិកក៏គាត់បានមកដល់ដែរបាទគឺនៅក្នុងមូលដ្ឋានបាទសង្កាត់ចំចៅទី1បាទខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញផងដែរបាទហើយត្រូវនឹងថ្ងៃទី20បាទខែមេសាឆ្នាំ2026នៅវេលាម៉ោងបាទ5 និង 10 នាទីផងដែរបាទអញ្ចឹងសូមអញ្ជើញបងប្អូនប្រិយមិត្តទៅទស្សនាវីដេអូទាំងអស់គ្នាមុនដំបូងខ្ញុំរៀបចំកន្លែងរៀបចំសម្រាប់មួយចំអីដល់ពេលខ្ញុំឃើញឆ្អឹងបន្តិចខ្ញុំទាញចាញ់មកស្រាប់តែចាញ់មកទាំងអស់បរយចេញមកទាំងអស់ហ្មងចាញ់មកខោចេញមកអីឆ្អឹងចុះអូនលក់នឹងយូរណាស់អូនលក់ហើយ4ខែ5ខែហើយតែមិនដើរចាប់អារម្មណ៍ទេអត់ដើរធំខ្លួនអត់ដើរចាប់អារម្មណ៍ហ្មងបាទតាមថ្ងៃហ្នឹងមានអារម្មណ៍មិនបានមកកាយអូនថ្ងៃហ្នឹងខ្ញុំឃើញខ្ញុំទឹកមកលក់ដល់ពេលអញ្ចឹងខ្ញុំឃើញសម្រាប់ឃើញខ្ញុំដើរប្រម៉ូទដើម្បីសម្អាតកន្លែងដើម្បីលក់ឲ្យស្អាតមែនទេបាទក៏ឃើញគ្រោងចឹងតែម្ដងទៅឃើញម្ដងបាទតាមពិតដូចខ្ញុំអីជាកាត់រត់មានចាប់អារម្មណ៍មានទុំក្លិនទេអត់ហ្មងបាទមានក្លិនតែថ្ងៃហ្នឹងដូចជាប្រហែលជាគេលក្ខណៈដូចជួយមិនដឹងទៅដល់គ្រួសារដែលបាទសាច់ញាតិចឹងណាសារចូលឆ្នាំហើយចូលឆ្នាំហើយណែបងអរគុណច្រើនបងណាបាទបងប្អូនប្រិមិត្តជំនួយនេះគឺជាគ្រោងឆ្អឹងបាទសង្ស័យថាជាមនុស្សស្រីជាស្រីដែលបាទតាមឯកស្ថាននៃការស្លៀកពាក់ផងដែរគឺជាឈុតនេះបងប្អូនប្រិមិត្តបាទគឺគ្រោងឆ្អឹងប៉ុន្តែយើងអត់ទាន់សន្និដ្ឋាន 100% ថាជាស្អីទេបងប្អូនប្រិមិត្តគាត់ព័ត៌មានបឋមបងប្អូនប្រិមិត្តឥឡូវសូមអញ្ជើញបងប្អូនប្រិមិត្តទាំងអស់គ្នាមកទស្សនាផ្ទាល់តែម្ដងបាទសូមអញ្ជើញបាទបងប្អូនប្រិមិត្តយើងមើលមានកៅអៅបងប្អូនប្រិមិត្តបាទមានកៅអៅមានបាទឆ្អឹងផាលបាទឆ្អឹងអង្គុញបាទឆ្អឹងផាលបាទមានគោឆ្អឹងកងមានអីទាំងអស់បងប្អូនប្រិមិត្តហើយការសន្និដ្ឋានដែលតាមការនេះបងប្អូនប្រជាពលរដ្ឋបានមើលឃើញនោះបាទសង្ស័យថាជាស្ត្រីបងប្អូនប្រិមិត្តណាឥឡូវនេះក៏មានវត្តមានរបស់ខាងប៉ុស្តិ៍ក្នុងមូលដ្ឋានចំចៅទី1គាត់បានមកដល់កន្លែងកាត់ហេតុដែរបងប្អូនប្រិមិត្តបាទបងប្អូនប្រិមិត្តយើងអត់ដឹងថាជាសាច់ញាតិខាងណាបងប្អូនខាងណាទេដោយសារតែអត់មានឯកសណ្ឋានទេបាទយើងរងចាំកម្លាំងជំនាញបាទដែលគាត់មកធ្វើកសលវិស័យដើម្បីស្រាវជ្រាវនិងកោះមើលថាមានអីខ្លះនៅក្នុងនឹងក៏មានឯកសណ្ឋានឬមួយក៏បាទតាសញ្ញាណប័ណ្ណនៃជាប់នឹងកៅអៅមានអីផ្សេងព្រោះថាប្រហែលជាកប់បងប្អូនប្រិមិត្តតែមិនថាកប់យូរប៉ុណ្ណាយើងអត់ទាន់ដឹងបងប្អូនប្រិមិត្តណាយើងអត់ទាន់ដឹងបងប្អូនប្រិមិត្តមកយូរហើយបងប្អូនឡាលួយខ្ទេចហើយនៅសល់តែគ្រោងឆ្អឹងទេបងប្អូនប្រិមិត្តបាទហ្នឹងហើយបាទនៅកម្រិតនេះដែរក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជាច្រើនបាទកំពុងតែមកចោមរំមើលហើយក៏បាទមានការផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋណាដែលបាត់បង់សាច់ញាតិបាទជាយូរណាស់មកហើយនោះបងប្អូនអាចមកមើលភិនភាគកៅអៅបាទគឺកៅអៅឈុតដេកបងប្អូនប្រិមមកមើលនៅទីនេះផ្ទាល់ឬមួយក៏តាក់ទងទៅអាជ្ញាធរមូលដ្ឋានបាទនៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យតែម្ដងដើម្បីមកសាកសួរឬព័ត៌មានផ្សេងៗផងដែរបាទថ្ងៃនេះដែរខ្ញុំបាទវងសូថាបាទប្រមាញ់ជាមួយអង្គភាពផ្សារព័ត៌មានបាទប្រមាញ់ដែន BMC News ក៏សូមអរគុណកាយសូមគោរពលា